ជាលុយ20000រៀលដើម្បីទៅដើរញ៉ាំអីនៅក្រុងបាត់ដំបងចង់ដឹងថាតើ20000រៀលនេះយើងនឹងទិញអីញ៉ាំបានខ្លះបងប្អូនតាមដានជាមួយខ្ញុំទាំងអស់គ្នាទិញបោក្លុកមកកាទិញតូចបាទទិញបោកែតូចមួយបងប្អូនឥឡូវយើងធ្វើតាណាទៅរកទិញនំរ៉ូទីចំនួន2ទៀតអញ្ចឹងយើងទៅខាងមាត់ស្ទឹងទៅសបោកន្លែងញ៉ាំលក់រ៉ូទីបងទិញនំរ៉ូទី2មានមួយបានអត់បង3000នំរ៉ូទីទីញ៉ាំនំរ៉ូទី2មួយ1500បាត់ដបងឲ្យបានហូបនំចំណៃអីធូរថ្លៃមកញ៉ាំចឹងអ្នកបានមើលទស្សនាវីដេអូហ្នឹងអាចមកលេងមកដបងអីញ៉ាំអានៅមកស្ទឹងសង្កែល្ងាចឡើងមួយម៉ានេះទិញពោតចំហុយ2មកអីទិញអានមកចកាម៉ានហ្នឹងនេះទិញមកចកាហ្នឹងមកបាទអរគុណទិញទឹកម្ដបឥឡូវយើងទិញដលងក្លុកជាមួយនឹងប្រហិត3000ក៏គ្រប់លុយយើងទីមកក្លុកមានមួយប្រហិត3000ណាបងអត់ខលទេបងឡងនឹងប្រហិត3000គឺធ្វើដំណើរទៅរកទីតាំងញ៉ាំខ្ញុំបានគិតថានឹងទៅរកអង្គុយកន្លែងនឹងវេទិកាអុំទុកកន្លែងហ្នឹងស្រឡះហើយស្ងាត់សួនគេទៅរៀបចំថ្មីអញ្ចឹងណាតោះទៅធ្វើដំណើរជាមួយគ្នាស្ងាត់ស្រួលហើយសួនគេទៅរៀបចំហើយផ្លូវអីរៀបកាឡារៀបចែកស្អាតទាំងនេះជាទីតាំងរបស់យើងស្ងាត់ស្រួលមកក្លុកពោតចំហុយអានេះគេនេះយ៉ាហឺអាំងប៉ុណ្ណឹង5000ហើយយើងមាននំរ៉ូទីយើងមានចំនួន2នំរ៉ូទីចំនួន2ហើយដលងក្លុកជាមួយនឹងប្រហិត3000ទឹកសុទ្ធម្ដងអញ្ចឹងមុខប្រហែល6មុខនៅទីនេះគឺចំណាយអស់20000រៀលchết mấy đây អម
ប៉ុនតាមនេះវាគឺអាំងយើងមានជាមួយនឹងទឹកម្រេចក្រូចឆ្មាទឹកម្រេចក្រូចឆ្មាមកបងជាតិមកគឺញ៉ាំអីហ่าឥឡូវយើងញ៉ាំនេះកឡុងពងកឡុងក្លោកមួយគ្រឿងញ៉ាំគ្រប់ហ្មងអត់មកបងអូនឃើញញ៉ាំច្រើនមុខអញ្ចឹងចំណាយអស់ទៅ20000រៀលទេតម្លៃទូថ្លៃអាកន្លែងនៅអាហារហូបចុកនៅក្រុងបាត់ដំបងទូថ្លៃហើយបងប្អូនកុំគិតថាអាហារហូបចុកទឹកអីច្រើនអញ្ចឹងកុំគិតថាអស់ណាបងប្អូននឹងទស្សនានៅtrongវីដេអូនឹងដឹងថាតើអស់ឬក៏មិនអស់បងប្អូនចឹងយើងញ៉ាំអីហើយយើងដាក់ទឹកមួយទៀតsẽ đâu vậy đâu rồi ទឹកកាន់ទៅជាចត់ទៀតនេះគូលីអាមកគេរកពោតទៅហុយម្ដងបងប្អូនមើលជឿផ្អែមហ្មងបងប្អូន tí hả ជឿមិនទៅវាបើម្ដងបងប្អូនមកកា4000ណាបាទខាប់ដូចស្អីហ្នឹងបើអត់ចង់មកខាប់ពេកមិនមកហ្នឹងនេះចឹងបានញ៉ាំបើជាចឹងតម្លៃទូថ្លៃទៀតកាន់តែពិសេសបងប្អូនបងប្អូនចាំមើលលទ្ធផល1 2 3 4 5 6លទ្ធផលជោគជ័យ à lên បងប្អូនសម្រាប់ការទស្សនាវីដេអូតាំងពីដើមដល់ចប់អញ្ចឹងបងប្អូនចង់មកលេងខេត្តបាត់ដំបងហើយការហូបចុកជាអាហារទូថ្លៃយើងអាចមកលេងបានអរគុណ